ជំរាបសួរប្រិយមិត្តនិងបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំបានគេបលែកត្រឡប់មកវិញហើយនឹងសម្រាប់ជួនសាច់រឿងភាគបន្តអាចកំបាំងអ្នកស្នំម្ដកភាគទី6ដោយសាច់រឿងចាប់ដើមពីថេអូកំពុងត្រូវបានជួនមិនស្គាល់មុខមកវាយគេនៅពីក្រោយខ្នងរហូតធ្វើឲ្យថេអូបានដួលទៅលើដីពេលនោះថេអូក៏បានឃើញហេវ៉ុនបានខលមកតែថេអូគឺមិនអាចលើកទូរស័ព្ទបានទេពេលនោះហើយថេអូក៏បានសម័យថយក្រោយកន្លងតែគាត់បានជួបហេវ៉ុនហើយក៏បានលងស្នេហ៍ហេវ៉ុននៅពេលដែលពួកគេរៀននៅសាកលវិទ្យាល័យនិងអនុស្សាវរីយ៍ជាច្រើនជាមួយគ្នាផងដែរពេលនោះហើយថេអូក៏បាននិយាយក្នុងចិត្តថាគាត់នឹកហេវ៉ុនណាស់ពេលនោះហើយថេអូក៏បានសន្លប់ទៅបន្តមកឃើញថាហេវ៉ុនក៏បានទទួលដំណឹងពីថេអូហើយហេវ៉ុនក៏បានបញ្ញាបញ្ញារកថេអូនៅមន្ទីរពេទ្យដោយរត់ឆ្លៃឆ្លាពេញមន្ទីរពេទ្យដោយស្រែករកថេអូពេលនោះហេវ៉ុនក៏បានឃើញថេអូកំពុងតែសន្លប់ដេកនៅលើគ្រែពេទ្យដែលធ្វើឲ្យហេវ៉ុនមានការតក់ស្លុតជាខ្លាំងហើយហេវ៉ុនក៏បានចូលមើលថេអូតែអ្នកគ្រូពេទ្យក៏បានសុំឲ្យហេវ៉ុនចេញពីកន្លែងនឹងសិនទៅដោយថាថេអូត្រូវនឹងវះកាត់ឥឡូវនេះខណៈពេលនោះហេវ៉ុនក៏រកដើរចេញស្រាប់តែថេអូក៏បានដឹងខ្លួនឡើងព្រមទាំងចាប់ដៃហេវ៉ុនហើយក៏បាននិយាយជាច្រើនថាកុំទៅអីចំណែកឯហេវ៉ុនក៏បានមើលថេអូឡើងទៅមុខការຕົកដោយសម័យនៅពេលដែលថេអូបានហាមនាងកុំឲ្យទៅរស់នៅជាមួយអ៊ីនហាកន្លងពេលដែលពួកគេរៀននៅសាកលវិទ្យាល័យតែពេលនោះថេអូក៏បានសន្លប់ម្ដងទៀតហើយខាងមន្ទីរពេទ្យនោះក៏បានយកថេអូចេញពីហេវ៉ុនដើម្បីធ្វើការវះកាត់ក្បាលរបស់ថេអូចំណែកឯហេវ៉ុននៅមិនអស់ចិត្តពីថេអូតអសោះនៅតែគិតពីថេអូបន្ទាប់មកក៏ឃើញថាអ៊ីនហាក៏បានជួបប៉ារបស់ខ្លួនលោកជុងម៉ូដោយលោកជុងម៉ូក៏បានសរសើរអ៊ីនហាថាអ៊ីនហាបានសម្រេចគម្រោងការក្នុងការលក់កាំងអូទិចវ័នដែលបានសម្រេចទោះបីអ៊ីនហាធ្វើមិនសូវបានល្អទៅលើគម្រោងការនឹងក៏ដោយតែលោកជុងម៉ូក៏បានសួរអ៊ីនហាថាតើអ៊ីនហាចង់បានរង្វាន់អ្វីពីគាត់ពេលនោះអ៊ីនហាក៏បានឆ្លើយទៅវិញថាគាត់ចង់រៀបការជាមួយនឹងនារីម្នាក់ដែលគាត់ស្រឡាញ់នាងណាស់លោកជុងម៉ូក៏បានយល់ព្រមនឹងសំណើរបស់អ៊ីនហាទៅដោយនិយាយអបអរទៅអ៊ីនហាទៀតផងពេលនោះឃើញថាលោកជុងម៉ូគឺមិនទាន់ដឹងថានារីដែលអ៊ីនហាចង់រៀបការគឺជាអ្នកណានោះទេខណៈពេលនោះគឺថាហេវ៉ុនក៏បានខំមកអ៊ីនហាតែអ៊ីនហាគឺមិនបានលើកទូរស័ព្ទទេថែមទាំងចុចបិទទៀតផងកន្លងពេលដែលនៅជាមួយលោកជុងម៉ូនោះឃើញថាលោកជុងម៉ូក៏បាននិយាយណែនាំទូមានអ៊ីនហាឲ្យចេះមើលពីគូប្រជែងរបស់ខ្លួនហើយថែមសង្កត់ធ្ងន់ថាកុំឲ្យអ៊ីនហាដើរតួខ្លួនជាកូនប្រុសទី3របស់គាត់អីគ្រាន់តែធ្វើអ្វីដែលគាត់ឲ្យធ្វើទៅបានហើយលោកជុងម៉ូក៏បានឲ្យអ៊ីនហាលើកទូរស័ព្ទនឹងទៅដោយសារឃើញថាសំឡេងរោញ័រយ៉ាងយូរហើយតែអ៊ីនហាមិនព្រមលើកសោះពេលនោះអ៊ីនហាក៏បានលើកទូរស័ព្ទហើយក៏បានព្រមទទួលដំណឹងពីថេអូដោយថេអូបានរងរបួសត្រូវគេវាយកំពុងតែសង្គ្រោះវះកាត់នៅមន្ទីរពេទ្យឥឡូវនេះដោយឃើញអ៊ីនហាមានការតក់ស្លុតជាខ្លាំងហើយអ៊ីនហាក៏បានប្រាប់លោកជុងម៉ូពីដំណើររឿងតាក់ទងថេអូចំណែកឯវ៉ុនក៏នៅតែគិតពីថេអូហើយសម័យពីការនិយាយរបស់ថេអូដោយប្រាប់នាងថាកុំឲ្យនាងទៅចំណែកឯអ៊ីនហាវិញបន្ទាប់ពីដឹងដំណឹងពីរឿងថេអូហើយក៏បានខលទៅមេធាវីប្រចាំកាំងអូឲ្យតាក់ទងទៅប៉ូលីសកុំឲ្យស៊ើបអង្កេតរឿងថេអូនិងហាមអ្នកសារព័ត៌មានជាច្រើនកុំឲ្យផ្សាយព័ត៌មានពីហេតុការណ៍ថេអូពីព្រោះបើមានរឿងនឹងលេចចេញទៅវាអាចឲ្យធ្វើក្រុមហ៊ុនកាំងអូនឹងមានភាពរញ៉េរញ៉ៃជាមិនខានបន្ទាប់មកអ៊ីនហាក៏បានបន្តមន្ទីរពេទ្យហើយក៏បានសួរហេវ៉ុនតើមានរឿងអ្វីកាត់ឡើងចំពោះថេអូតែហេវ៉ុនក៏បានប្រាប់អ៊ីនហាថានាងមិនដឹងទេណាមួយថេអូក៏បានបាត់បង់ជើងច្រើនហើយការវះកាត់របស់ថេអូបានចំណាយពេលយូរទៀតអ៊ីនហាក៏បានអោបហេវ៉ុនហើយក៏បានលើកទឹកចិត្តហេវ៉ុនថាថេអូជាមនុស្សខ្លាំងរឹងមាំនិងមិនកាត់អីទេអ្វីនឹងល្អប្រសើរចំណែកឯហេវ៉ុនបានខឹងយ៉ាងខ្លាំងជាមួយនឹងការក្តាប់ដៃខឹងនរណាដែលធ្វើបាបថេអូនឹងបន្តមកមេធាវីកាំងអូក៏បានជួបលោកជុងម៉ូហើយក៏បានប្រាប់លោកជុងម៉ូថារឿងដែលកើតឡើងលើថេអូគឺមិនមែនជារឿងចៃដន្យទេច្បាស់ជានរណាម្នាក់ជាអ្នកធ្វើចុះហេតុអីបានជាលោកចាំបាច់លាក់បាំងនឹងរឿងនឹងអញ្ចឹងខ្ញុំមិនគិតថាការសម្រេចចិត្តរបស់លោកអ៊ីនហាគឺជារឿងដ៏ត្រឹមត្រូវទេពេលនោះលោកជុងម៉ូក៏បានតបវិញថាមើលទៅលោកគឺមិនទុកចិត្តនឹងការសម្រេចចិត្តរបស់អ៊ីនហាទេមើលទៅចុះបើការសម្រេចចិត្តរបស់អ៊ីនហាដូចនឹងការសម្រេចចិត្តរបស់ខ្ញុំតើលោកនឹងធ្វើយ៉ាងណាមេធាវីពេលនោះមេធាវីក៏បានតបវិញថាលោកនឹងធ្វើតាមលោកជុងម៉ូហើយក៏បានបញ្ជាឲ្យមេធាវីប្រាប់ឲ្យគេរៀបចំបន្ទប់មន្ទីរពេទ្យ VIP ឲ្យថេអូសម្រាប់ព្យាបាលចំណែកឯអ្នកគ្រូពេទ្យនោះក៏បានខំមកប្រាប់អ៊ីនជូពីរឿងដែលថេអូបានផ្លាស់ប្ដូរមកបន្ទប់ VIP ដោយថេអូកំពុងតែវះកាត់ក្បាលមិនដឹងថាធ្ងន់ឬស្រាលទេហើយអ្នកគ្រូនោះក៏បានសួរថាតើនាងចាំបាច់ទៅសួរខាងមន្ទីរពេទ្យឲ្យដឹងរឿងច្បាស់ពីថេអូទេពេលនោះអ៊ីនជូក៏បានប្រាប់ទុញថាមិនចាំបាច់ខទេថ្ងៃស្អែកយើងនឹងដឹងលទ្ធផលថាថេអូស្លាប់ឬរស់លុះព្រឹកឡើងឃើញថាហេជូក៏បានទទួលដំណឹងពីរឿងថេអូផងដែរពីបងប្រុសរបស់ខ្លួនហើយក៏បានបញ្ញាចេញទៅជួបថេអូនៅមន្ទីរពេទ្យប្រពន្ធអ៊ីនជូក៏បានសួរអ៊ីនជូតើមានរឿងអ្វីកើតឡើងចំពោះហេជូអ៊ីនជូក៏បានតបវិញថានាងចេញទៅដោយសារថេអូអាចស្លាប់នៅក្នុងមន្ទីរពេទ្យ
ហើយប្រពន្ធអ៊ីនជូក៏បានសោចហើយក៏បាននិយាយប្រាប់អ៊ីនជូថាហេជូគឺស្រឡាញ់ថេអូហើយអ៊ីនជូក៏បានសួរសុងជូតាឯងដឹងរឿងហេជូស្រឡាញ់ថេអូដែរអត់សុងជូក៏បានតបវិញថាគេគ្មានពេលទំនេរដឹងរឿងអត់ប្រយោជន៍នឹងទេហើយអ៊ីនជូក៏បានចោទសុងជូទៀតថាសុងជូគឺជាអ្នកនៅពីក្រោយខ្នងដែលធ្វើរឿងដាក់ថេអូហើយសុងជូក៏បានថាវិញថាតើមិនមែនជាលោកឯងទេជាអ្នកធ្វើពេលនោះហើយអ៊ីនជូក៏បានតបទាំងខឹងថាបើឯងហ៊ានរញ៉េរញ៉ៃនឹងយើងប្រយ័ត្នយើងនឹងសម្លាប់ឯងចោលតែសុងជូនិយាយទៅវិញមិនណយដែរបានចឹងម៉ែណាសាក់លបងទៅហើយក៏បានដើរចេញទៅចំណែកឯសុងជូក៏បានខលប្រាប់ម្ដាយរបស់ខ្លួនអ្នកស្រីគឹមសុកអំពីរឿងថេអូត្រូវបានគេធ្វើបាបដោយសុងជូក៏បានឆ្ងល់ទៅផងដែរហេតុអីបានជាប៉ូលីសមិនស៊ើបអង្កេតរឿងថេអូអញ្ចឹងដោយមិនឃើញថាមានរបាយការណ៍អីទាំងអស់ដូចជាអត់មានរឿងអីកាត់ឡើងអញ្ចឹងងាកមកដល់នេះវិញឃើញថាHeaven ក៏បានមើលថែថេអូពេលនោះហើយឃើញថាថេអូក៏បានភ្ញាក់ឡើងដែលធ្វើឲ្យអារម្មណ៍របស់នាងមានការធូរស្បើយឡើងវិញបន្ទាប់មកឃើញថាថេអូមានកាត់អីទេហើយក៏បានហៅគ្រូពេទ្យឲ្យមកមើលថេអូតែថេអូនិយាយមិនតាន់ការទេហើយក៏បានចាប់ដៃ Heaven ឡើងជាប់ហើយសម្លឹងគ្នាទៅវិញទៅមកពេលនោះ Heju ក៏បានមកដល់ហើយក៏បាននិយាយប្រាប់ទៅ Heaven ថាតើអ្នកកំពុងធ្វើអ្វីនៅទីនេះហើយពួកគេទាំងពីរនាក់ក៏បានឡាយដៃគ្នាទៅហើយ Heaven ក៏បានតបវិញថាបើអ្នកមកទីនេះគឺដោយសារការព្រួយបារម្ភពីថេអូអ្នកគួរតែសួរថេអូទៅមិនបាច់ចាំបាច់សួរខ្ញុំទេភ្លាមនោះ Inha ក៏បានមកដល់ហើយក៏បានតបជំនួស Heaven នាងមានសិទ្ធិមកទីនេះចោះឥឡូវថេអូមិនហើយ Heaven ក៏ថាមិនតន់ដឹងទេអូនប្រញាប់ទៅហៅគ្រូពេទ្យឲ្យមើលសិនទៅហើយ Inha ក៏បានមើលទៅថេអូដោយនិយាយថាថេអូនៅរស់ទេមិនចាំបាច់ព្រួយបារម្ភទេចំណែកឯ Heju ក៏បានសម័យថយក្រោយពេលឃើញថាថេអូបានចាប់ដៃ Heaven ដែលធ្វើឲ្យអារម្មណ៍របស់ខ្លួនឈឺចាប់កាន់តែខ្លាំងហើយគ្រូពេទ្យក៏បានមកពិនិត្យហើយក៏បានសួរថេអូថាគាត់អស់ឈ្មោះអីពេលនោះថេអូនៅបាននិយាយតិចមិនចង់កាត់ទេថាហាន់ថេអូដែលធ្វើពួកគេធូរចិត្តនៅដែរតែថេអូគឺមិនកាត់អីចំណែកឯ Heaven ក៏បានផ្ញើសារប្រាប់ Inha ថានាងប្រញាប់ទៅមុនដោយសារតែនាងត្រូវធ្វើអ្វីជាមិនតាន់បន្តមកឃើញថា Inha ក៏បានខលប្រាប់ប៉ារបស់ខ្លួនថាថេអូគឺមិនបានកាត់អីទេគ្រាន់តែរបួសបន្តិចកុំអារម្មណ៍អីលោកប៉ាតែឥឡូវនេះមានភាពច្បោកច្បល់តាក់ទងនឹងលោកប៉ានិងក្រុមហ៊ុនកាំងអូបន្តិចពេលនោះលោកជំមោក៏បានប្រាប់ Inha កុំឲ្យប៉ូលីសស៊ើបអង្កេតតាក់ទងរឿងនឹងឲ្យសោះដើម្បីកុំឲ្យជាប់ឈ្មោះរបស់គាត់បន្ទាប់មកលោកជំមោក៏បានខលទៅមេធាវីរបស់ខ្លួនឲ្យស៊ើបការតាក់ទងរឿងអ្វីមួយឈុតក៏បានកាត់ទៅឃើញថា Heaven នៅតែគិតឲ្យបារម្ភពីថេអូដដែលដោយភ្លាមនោះឃើញថា Inha ក៏បានផ្ញើសារប្រាប់ Heaven ថាចាំមើលការវេកាសិនទៅព្រោះពេលនេះជីបចរនឹងដង្ហើមរបស់ថេអូនៅតែដកធម្មតាទេអត់មានកាត់អីទេបន្ទាប់មកឃើញថា Heaven ក៏បានបើកឡានចេញទៅចំណែកឯ Heju វិញនៅតែបារម្ភពីថេអូដល់អង្គុយគិតនៅតែម្នាក់ឯងសន្លឹងទៅមើលថេអូដល់ទឹកមុខក្រៀមក្រំពេលនោះ Inha ក៏បានដើរចូលមកហើយក៏បាននិយាយជាមួយ Heju ឲ្យ Heju ទៅផ្ទះវិញទៅតែ Heju ក៏បាននិយាយថានាងចង់នៅកន្លែងហ្នឹងហើយ Heju ថែមទាំងនិយាយថានាងឥឡូវស្អប់ Inha ណាដោយសារតែ Inha នៅជាមួយ Heaven រហូតពេលនោះ Inha ក៏បានតបវិញថាកុំស្អប់នាងអីបងនឹងរៀបការជាមួយ Heaven ហើយអូនឯងត្រូវតែគ្រប់នាងពេលនោះ Heju ក៏បានតបវិញថាបងមានដឹងអត់ហេតុអ្វីបាននាងស្អប់ Heaven Heju ក៏បានប្រាប់បន្តថាព្រោះនាងគឺមិនបានស្រឡាញ់បងទេមនុស្សដែលនាងស្រឡាញ់គឺជានាងផ្ទាល់ខ្លួនទេហើយក៏បានប្រាប់ Inha កុំឲ្យចាញ់បោកនាងអីហើយ Inha ក៏បានខឹងហើយក៏បាននិយាយថាបងជាមនុស្សងងមែនដែលឲ្យគេបោកស្រួលហ្នឹងអូនឯងត្រូវតែគ្រប់នាងព្រោះនាងគឺជាមនុស្សដែលបងស្រឡាញ់បើអូនឯងមិនគ្រប់ទេបងនឹងមិនលើកលែងឲ្យអូនឯងទេទោះអូនឯងគឺជាប្អូនស្រីបងក៏ដោយពេលនោះ Heju លឺហើយក៏បានស្ងាត់ចិត្តហើយក៏បានដើរចេញពី Inha ទៅតមក Inha ក៏បានសម័យថយក្រោយក៏បានឃើញថាថេអូបានចាប់ដៃ Heaven ផងដែរហើយក៏មានចិត្តចំណែនបន្តិចពេលនោះ Heju ក៏បានមកដល់ផ្ទះវិញឃើញថា Heju ក៏បានផឹកស្រាហើយជាមួយនឹងកំហឹងដែលខឹងទៅលើ Inha ដែល Inha ហ៊ានកាន់ជើង Heaven បន្តមកគឺថា Heaven នៅតែគិតពីបារម្ភពីថេអូដដែលហើយឃើញពេលនោះលោកឈលក៏បានដើរមកហើយក៏បាននិយាយជាមួយ Heaven ថាមានហេតុការណ៍មួយដែលកើតឡើងតាក់ទងនឹងអង្គរៈដៃស្ដាំរបស់លោកជំមោត្រូវបានគេវាយកាលពីយប់មិញពេលនោះលោកឈលក៏បានឆ្ងល់ហេតុអីបានជាវាចម្លែកអញ្ចឹងមិនមានព័ត៌មានណាចុះផ្សាយតាក់ទងនឹងរឿងថេអូនឹងអញ្ចឹងហើយ Heaven ក៏បានតបវិញថាប្រហែលជាមានអ្វីកើតឡើងដែលគេមិនផ្សាយពេលនោះថេអូក៏បាននឹងខ្លួនឡើងហើយ Inha ក៏បានសួរទៅលើថេអូថាមិនហើយឯងត្រូវតែបញ្ជូនទៅមន្ទីរពេទ្យកាំងអូរឿងទាំងអស់ត្រូវបិទមិនឲ្យផ្សាយទេដោយមិនឲ្យណាគេសើរើពីអ្នកដែលវាយឯងទេហើយពេលនោះថេអូក៏បាននិយាយទាំងចិត្តសង្ស័យថានរណាជាអ្នកហាមឃាត់រឿងនេះInha ក៏បានតបវិញថាគឺលោកប៉ាហើយនឹងខ្ញុំហើយថេអូក៏បានតបវិញថារឿងនេះគឺជារឿងបុគ្គលតាមិនប៉ះពាល់ទៅលើក្រុមហ៊ុនកាំងអូទេហេតុអីបានជាមិនមានរបាយការណ៍ស៊ើបការតាក់ទងរឿងហ្នឹងអញ្ចឹងហើយ Inha ក៏បានប្រាប់ថេអូថាឯងធ្វើតាមយើងទៅយើងធ្វើគឺធ្វើដើម្បីពួកយើងទៅពីរនាក់ទេឯងសម្រាប់សិនទៅតែ Inha ក៏បានងើបចេញទៅហើយមុននឹងចេញ Inha ក៏បានប្រាប់ថេអូថាលោកប៉ាបានយកព្រមឲ្យយើងគឺរៀបការជាមួយ Heaven ហើយ
ហើយក៏បានសោចទាំងចំអកទៅលើថេអូទាំងឈឺចំណែកឯថេអូក៏បានលឺអញ្ចឹងក៏បានខឹងចិត្តយ៉ាងខ្លាំងហើយក៏បានដោះកន្លែងស្ទង់ជិបចចេញហើយក៏បានចោះពីលើក្រែននឹងទៅពេលនោះឃើញថាកម្លាំងរបស់ថេអូគឺមិនទាន់មានគ្រប់គ្រាន់ទេហើយក៏បានដួលនឹងលើកម្រាលឥដ្ឋនឹងទៅបន្ទាប់មកឃើញថាថេអូក៏បានដើរមកដល់ក្រុមហ៊ុនកាំងអូតើនរណាជាអ្នកធ្វើមកលើគាត់ពេលនោះលោកជំម៉ូគឺមិនបានប្រាប់ទេគឺលោកជំម៉ូគឺមិនចង់ឲ្យមានរឿងអាស្រូវជាច្រើនតាក់ទងនឹងក្រុមហ៊ុនកាំងអូដោយសារថេអូគឺជាមនុស្សជិតស្និទ្ធដែលស្ថិតនៅក្នុងក្រុមហ៊ុនកាំងអូបើសិនបើរឿងអាស្រូវតាក់ទងនឹងថេអូបានចេញទៅវាប៉ះពាល់ដល់ក្រុមហ៊ុនកាំងអូលោកជំម៉ូក៏បានបដិសេធមិនប្រាប់ថេអូទេហើយថេអូក៏បានចាក់ចេញទៅដើម្បីស្វែងរកព័ត៌មានមួយចំនួនតាក់ទងនឹងរឿងពីក្រោយខ្នងនឹងបន្ទាប់មកឃើញថាថេអូក៏បានមកដល់ផ្ទះរបស់ hacker ឃើញថា hacker នោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងឃើញថាថេអូបានសន្លប់នៅកន្លែងផ្ទះរបស់ខ្លួនពេលនោះ hacker នោះក៏បានយកថេអូទៅលើឡើងផ្ទះរបស់ខ្លួនដើម្បីសម្រាកហើយក៏បានយកទឹកសុទ្ធអីដើម្បីឲ្យថេអូបានផឹកដើម្បីសម្រាកដើម្បីឲ្យថេអូបាននឹងខ្លួនឡើងវិញពេលនោះថេអូក៏បានដឹងខ្លួនឡើងហើយ hacker ក៏បានសួរថាថេអូថាហេតុអីបានជាលោកមកទីនេះហើយថេអូក៏បានប្រាប់ hacker នឹងដើម្បីស្វែងរកព័ត៌មានមួយចំនួនតាក់ទងនឹងហេតុការណ៍ដែលគាត់ត្រូវបានគេវាយនៅទន្លេហានឹងឲ្យ hacker នឹង hack មើលទៅលើកាមេរ៉ានឹងតាមនរណាជាអ្នកវាយគាត់នៅពីក្រោយខ្នងបន្ទាប់មកឃើញថាជុតកាត់រវាង Inha និង Hevon ក៏បានសួរ Inha ថាតើ Inha ហ្នឹងគឺជាអ្នកបញ្ឈប់ទៅលើការស៊ើបការនឹងមែនហើយ Inha ក៏បានតបវិញថាគាត់មិនមែនជាអ្នកបញ្ឈប់ទេគឺលោកកាំងជំម៉ូទេដែលជាអ្នកបញ្ឈប់តាក់ទងនឹងហេតុការណ៍ស៊ើបអង្កេតនឹងព្រោះវាអាចប៉ះពាល់ទៅលើក្រុមហ៊ុនកាំងអូបន្ទាប់មកឃើញថា Hevon ក៏បានតបទាំងខឹងថាហេតុអីបានជាមិនស៊ើបការអញ្ចឹង Theo ចិត្តស្លាប់ហើយដោយសារតែរឿងហ្នឹងពេលនោះ Inha ក៏បានតបវិញថា Theo គឺមិនស្លាប់ទេឃើញអត់ Theo គឺនៅសុខសប្បាយតើពេលនោះឃើញថា Inha ក៏បានមើលងាយទៅលើ Theo ថា Theo ត្រឹមតែជាឆ្កែចិញ្ចឹមមួយក្បាលទេពេលនោះឃើញថា Hevon បានខឹងទៅលើ Inha យ៉ាងខ្លាំងហើយក៏បានថាក្រែង Theo គឺជាមិត្តរបស់លោកហេតុអីបានជាលោកនិយាយអញ្ចឹងពេលនោះ Hevon ក៏បានសុំ Inha ក៏បានចេញទៅសារនាងប្រញាប់ទៅធ្វើការបន្ទាប់មកឃើញថា Theo ក៏បានដឹកចេញពីកន្លែង hacker នឹងទៅដើម្បីទៅកន្លែងទីពេទ្យសម្រាប់ដើម្បីព្យាបាលទៅលើរបួសរបស់ Theo បន្ទាប់មកឃើញថា Hevon ក៏បានចេញពីកន្លែងធ្វើការហើយក៏បានជីស្រាប់តែម៉ាក់របស់ Hevon បានឈប់នៅលើមុខឡានរបស់ Hevon បន្ទាប់មកឃើញថា Hevon មានការតក់ស្លុតជាខ្លាំងដែលឃើញម៉ាក់របស់ខ្លួនអញ្ចឹងណាហើយពេលនោះក៏បាន Hevon ក៏បាននាំម៉ាក់របស់ខ្លួនទៅញ៉ាំនៅកន្លែងមួយកន្លែងដល់ពេលនោះឃើញថាម៉ាក់របស់ខ្លួនក៏បានសួរ Hevon ថាតើឯងបាត់លេខមែនបានជាមិនខំមកយកអញ្ចឹងបន្ទាប់មកឃើញថាម៉ាក់របស់ខ្លួនចង់ខ្ចីលុយ Hevon បន្ថែមអញ្ចឹងពេលនោះ Hevon ក៏បានបដិសេធថាមិនព្រមឲ្យលុយម៉ាក់របស់ខ្លួនទេហើយម៉ាក់របស់ខ្លួនក៏និយាយថាបើមិនព្រមឲ្យយើងនឹងត្រឡប់មកវិញរហូតតើឯងនឹងឲ្យយើងពេលនោះ Hevon ក៏បានខឹងយ៉ាងខ្លាំងហើយក៏បានយកអាកែវស្រាហ្នឹងគោះទៅលើតុដើម្បីបបែកបើម៉ាក់ឯងមកទៀតខ្ញុំនឹងកាត់ដៃរបស់ខ្ញុំឲ្យស្លាប់ហ្មងពេលនោះឃើញថាម៉ាក់របស់ខ្លួនថាឯងឈួតមែនបានធ្វើអញ្ចឹងបន្ទាប់មកឃើញថា Hevon នៅបានសង្ងំនៅក្នុងឡានម្នាក់ឯងទាំងកាត់តុកផងឃើញថាមានរបួសដៃតាក់ទងនឹងមិញហ្នឹងឃើញថា Hevon ក៏បានយំយាយតែម្នាក់ឯងនៅក្នុងឡានហើយក៏បានខឹងយ៉ាងខ្លាំងដែលម៉ាក់របស់ខ្លួនមកនិយាយញ៉ៃនឹងរឿងជីវិតរបស់នាងបន្ទាប់មកឃើញថា Hevon ក៏បានមកដល់ផ្ទះវិញហើយក៏បានជួប Inha នៅកន្លែងមុខបន្ទប់ហ្នឹង Inha ក៏បានសួរ Hevon ថា Hevon គឺមកយឺតហើយពេលនោះ Inha ក៏បានឃើញទៅលើកដៃរបស់ Hevon គឺមានរបួសស្នាមហើយ Inha ក៏បានដើរទៅសួរ Hevon ថាមានរឿងកាត់អីមែនបានជារបួសដៃអញ្ចឹងពេលនោះហើយក៏បានសួរ Hevon ថាតើអូនឈឺអត់ហើយ Hevon ក៏បានកវះដៃចេញដោយបង្ងើយទៅលើ Inha អញ្ចឹងហើយ Inha ក៏បានចាប់អោបHevon ថ្នមដល់និយាយថាបងសុំទោសពេលនោះ Inha ក៏បានសុំទោស Hevon ជាច្រើនដងដែលធ្វើខុសទៅលើHevon អញ្ចឹងបន្ទាប់មកឃើញថា hacker របស់ Theo ក៏បានស៊ើបការតាក់ទងរឿងរ៉ាវដែល Theo ត្រូវបានគេវាយនៅពីក្រោយខ្នងឃើញថា hacker នោះពិតជាជំនាញរបស់គេមែនគឺ hacker គ្រប់ទីកន្លែងគ្រប់សពហ្មងឃើញថាស្វែងរកកាមេរ៉ាគ្រប់ទីកន្លែងដើម្បីមើលកន្លែង Theo ត្រូវបានគេវាយអញ្ចឹងពេលនោះ hacker របស់ Theo ក៏បានស៊ើបការបានដឹងថានរណាជាអ្នកធ្វើគឺម្នាក់ដែលជាកូនចៅរបស់ Enchu ដែលជាអ្នកធ្វើបាប Theo ហ្នឹងហើយនោះក៏បានផ្ញើឲ្យ Theo បានមើលពេលនោះ Theo ក៏បានសម័យតាក់ទងនឹងម្នាក់ដែលវាយ Theo ហ្នឹងគឺជាកូនចៅរបស់ Enchu ដែល Theo បានជួបនៅចរាយន្តនៅផ្ទះ Enchu ពេលនោះគឺថា Theo មានការខឹងយ៉ាងខ្លាំងដែលកូនចៅរបស់ Enchu បានហ៊ានធ្វើបាបគេអញ្ចឹងណាហើយក៏បានកវែងទៅលើ iPad ហ្នឹងចោលទៅលើក្រេពេទ្យហ្នឹងទៅបន្ទាប់មក Theo ក៏បានខលទៅ hacker ហ្នឹងឲ្យស្វែងរកព័ត៌មានទាំងអស់តាក់ទងនឹង Enchu ហ្នឹងដើម្បីរកសងសឹកទៅលើ Enchu ហ្នឹងវិញអញ្ចឹងណាដោយសារ Theo ពិតជាខឹងមែនតើដែល Enchu ហ៊ានធ្វើបាបខ្លួនអញ្ចឹងណាបន្ទាប់មកឃើញថា Inha ក៏បាននាំ Hevon ទៅកន្លែងផ្ទះកាំងអូហ្នឹងគឺដើម្បីចាំញ៉ាំអាហារពេលល្ងាចជុំគ្រួសារអញ្ចឹងណាឃើញថាពេលនោះឃើញថាលោកជុំមកក៏បានសួរទៅលើ Inha ថាតើ Inha បានជ្រើសរើសថ្ងៃការនៅពេលនោះInha ក៏បានតបលោកជុំមកថាពួកគេកំពុងតែពិភាក្សាគ្នាតាក់ទងនឹងថ្ងៃសិនអត់ទាន់បានរងថ្ងៃត្រឹមត្រូវទេ
តមកឃើញថាលោកជុំមកក៏បានចេញពីកន្លែងញ៉ាំអីនឹងទៅពេលនោះ Heaven ក៏បាននិយាយថាខ្ញុំណា Heaven ពេលនោះអ្នកនរគ្នានៅទីនោះក៏បានងាកទៅលើ Heaven ហើយ Heaven ក៏បាននិយាយតទៀតថាដោយសារតែលោកមិនបានសួរឈ្មោះរបស់ខ្ញុំអញ្ចឹងខ្ញុំប្រាប់ឈ្មោះរបស់ខ្ញុំគឺខ្ញុំណា Heaven ហើយពេលនោះលោកជុំមកក៏បានតបវិញថាដល់ខ្ញុំមិនបានសួរទេដោយសារតែខ្ញុំដឹងព័ត៌មានរឿងជាច្រើនតាក់ទងនឹងនាងហើយពេលនោះ Heaven ក៏បានប្រាប់លោកជុំមកថានាងពិតជាចង់ធ្វើការនៅក្នុងក្រុមហ៊ុនកាំងអូពិតប្រាកដមែនហើយ Heaven ក៏បានបន្តទៀតថាប្រសិនណាចង់ឲ្យចាក់ចេញពីក្រុមហ៊ុនចូលសំដងគឺលោកត្រូវឲ្យ position ណាដែលល្អសម្រាប់ខ្ញុំដើម្បីខ្ញុំធ្វើការនៅក្រុមហ៊ុនកាំងអូញាតិត្រឡប់មកដល់នេះវិញឃើញថា Theo ក៏បានជាសះស្បើយឡើងវិញហើយក៏បានគ្រូពេទ្យបានដោះទៅលើរបាំងក្បាលនឹងចេញបន្ទាប់មកឃើញថា Theo ក៏បានតាមដានកូនចៅរបស់ Enchu ដែលកូនចៅរបស់ Enchu ក៏បានចូលក្លឹបឃើញថា Theo ក៏បានដើរតាមនៅពីក្រោយខ្នងអញ្ចឹងដើរចូលកន្លែងក្លឹបហ្នឹងបន្ទាប់មកឃើញថាកូនចៅរបស់ Enchu ក៏បានដឹងខ្លួនហើយក៏បានងាកដឹងថាប្រហែលជានរណាម្នាក់តាមខ្លួនអញ្ចឹងណាពេលនោះ Theo ក៏បានចេញមកហើយក៏បាននិយាយឆ្លោយឆ្លងជាមួយកូនចៅរបស់ Enchu ហ្នឹងហើយកូនចៅរបស់ Enchu ក៏បានសួរទៅលើ Theo ថាលោកកំពុងធ្វើអីនៅទីនេះតើលោកមកលេងខ្ញុំមែនពេលនោះ Theo ថាធ្វើដូចជាមិនដឹងថាហេតុអ្វីបានខ្ញុំមកទីនេះលោកបានធ្វើមកលើខ្ញុំគឺមិនចង់សម្លាប់ខ្ញុំទេលើកក្រោយលោកប្រហែលជាសម្លាប់ខ្ញុំមែនពេលនោះហើយឃើញថាកូនចៅរបស់ Enchu ក៏បាននិយាយតឆ្លងជាមួយនឹង Theo ថាលោកនិយាយអីរឿងចម្លែកម៉េះខ្ញុំមិនបានធ្វើអីទេហើយ Theo ក៏បាននិយាយបន្ថែមថាលោកប្រាប់ខ្ញុំមកនរណាជាអ្នកឲ្យធ្វើពេលនោះកូនចៅ Enchu នៅតែតបដល់ថាខ្ញុំមិនដឹងទេលោកនិយាយពីអីហេតុអីបានជាលោកនិយាយអញ្ចឹងពេលនោះ Theo ក៏បានពមៀនទៅលើកូនចៅរបស់ Enchu ថាលោកដឹងនរណាជាអ្នកធ្វើហើយគឺជាម្ចាស់របស់ឯងមែនពេលនោះ Theo ក៏បានប្រាប់ឲ្យកូនចៅ Enchu នឹងប្រាប់ទៅលើ Enchu ថា Theo នឹងសងសឹកទៅលើអ្វីដែល Enchu បានធ្វើដាក់មកលើខ្លួនបន្ទាប់មក Theo ក៏បានដើរចេញទៅបន្តមកឃើញថា Theo ក៏បានឃើញ Enchu នៅក្នុងក្លឹបនឹងដែរហើយក៏ឃើញថាកូនចៅរបស់ Enchu ក៏បានងាកទៅលើ Theo ហើយក៏បានរៀងឌឺទៅលើ Theo អញ្ចឹងណាហើយ Theo គឺមិនបានតបតទេហើយក៏បានជិះឡានចេញទៅបន្តមកឃើញថា Theo មកដល់កន្លែងផ្ទះចាស់របស់គេនៅស្លាប់នៅអញ្ចឹងណាហើយឃើញថា Theo ក៏បានឃើញ Heaven នៅកន្លែងហ្នឹងដែរដល់ Theo រៀងភ្ញាក់អញ្ចឹងឃើញថា Heaven នៅកន្លែងហ្នឹងពេលនោះ Heaven ក៏បានងាកមកឃើញ Theo ដែរហើយក៏បានសួរ Theo ថាលោកទៅមកដល់ពេលណាខ្ញុំមិនឃើញអញ្ចឹងឃើញថា Theo រៀងសង្ហាក់ចិត្តរៀងកាត់ទុកអីអញ្ចឹងដោយសារតែ Heaven ជិតរៀបការជាមួយ Inha ហើយ Theo ក៏បាននិយាយរឿងរ៉ាវតាក់ទងរឿងកន្លងមកដែល Theo មិនបានសារភាពប្រាប់ Heaven អញ្ចឹងណាពេលហ្នឹង Theo រកសារភាពប្រាប់ Heaven តែ Heaven ក៏បាននិយាយថាគឺមិនចាំបាច់សារភាពទេវាហួសពេលហើយតែ Theo ក៏បានតបវិញថាវាមិនតាន់ហួសពេលទេខ្ញុំគ្រាន់តែនិយាយពីអារម្មណ៍ដែលខ្ញុំចង់និយាយទេហើយ Heaven ក៏បាននិយាយថា Theo គឺជាមនុស្សកំសាកហើយ Theo ក៏បានតបវិញថាម៉ែនហើយខ្ញុំគឺជាមនុស្សកំសាកដែលមិនហ៊ានសារភាពពេលហ្នឹងដែលមិនហ៊ានសម្រេចចិត្តហើយ Heaven ក៏បានសម័យតាក់ទងថយក្រោយដោយសារ Heaven បានជ្រើសរើស Theo ដើម្បីទៅរស់នៅជាមួយ Theo តែ Theo មិនបានព្រមបើកទ្វារទេដោយ Theo ពេលហ្នឹងបានបដិសេធមិនឲ្យ Heaven មករស់នៅជាមួយគ្នាទេដោយសារតែចង់ឲ្យ Heaven រស់នៅជាមួយ Inha ដោយសារតែ Inha គឺជាកូនប្រុសអ្នកមានអញ្ចឹងពេលនោះ Theo ក៏បានបដិសេធ Heaven មិនព្រមបើកទ្វារឲ្យ Heaven រស់នៅជាមួយខ្លួនទេដោយសារតែ Theo ពេលហ្នឹងនៅក្រីក្រអញ្ចឹងមានអីប្រកងទៅលើ Heaven ទេបន្ទាប់មកឃើញថា Heaven ក៏មានអារម្មណ៍ថាស្ដាយក្រោយដែរបានរស់នៅជាមួយនឹង Theo អញ្ចឹងហើយ Heaven ក៏បានសុំទោសទៅលើ Theo ហើយក៏បានសួរ Theo ថាតើ Theo សុខសប្បាយអត់តើរីករាយអត់ពេលនោះឃើញថា Theo ក៏បានរត់មកក៏បានចាប់ថោទៅលើ Heaven នៅកន្លែងហ្នឹងហើយ Heaven ក៏បានច្រានទៅលើ Theo ចេញទៅគឺក៏បានហៅ Theo លោកឈួតមែនបានជាថាខ្ញុំអញ្ចឹងបន្ទាប់មកឃើញថា Heaven ក៏បានសួរមួយសំណួរទៀតតើលោកគឺចង់បានអ្វីពីខ្ញុំហើយ Theo ក៏បានតបវិញថាឥឡូវមែនហើយពេលនោះឃើញថា Theo ក៏បានមើលមុខទៅលើ Heaven ហើយពួកគេទៅពីរនាក់បានមើលមុខគ្នាទៅវិញទៅមកពេលនោះពួកគេទៅពីរនាក់ក៏បានថាប់គ្នាម្ដងទៀតថាប់គ្នាឡើងស្វីតឡើងផ្អែមហ្មងនេះពេលនោះឃើញថាអង្គរៈរបស់ Enchu ក៏បានថតទៅលើកម្មវិធីរបស់ Theo បានថាជាមួយ Heaven ផងដែរហើយក៏បានផ្ញើឲ្យ Enchu ផងដែរមិនដឹងថាកម្រងការរបស់ Enchu នឹងធ្វើអ្វីទៅលើ Theo បន្តទៀតទេបន្ទាប់មកឃើញថាថ្ងៃពិសេសរបស់ Heaven និងកាំង Inha ក៏បានមកដល់ឃើញថា Theo ក៏បានចូលរួមគោលការណ៍របស់ Heaven និង Inha ដែរដោយ Theo ក៏បានចូលមើលពីចម្ងាយទៅលើការរៀបការរបស់ Heaven និង Inhaតែពេលនោះក៏ឃើញថា Enchu ក៏បានងាកទៅមើល Theo ផងដែរដោយងាកមើលតែមិនអស់ចិត្តហើយចំណែកឯ Enchu ក៏បានងាកទៅមើល Theo ផងដែរហើយ Theo ក៏បានឃើញអញ្ចឹង Theo ក៏បានដើរចេញទៅបន្ទាប់មកឃើញថា Inha និង Heaven ក៏បានមកជំរាបសួរគ្រួសាររបស់គេអញ្ចឹងសម្រាប់ហើយក៏បានអរគុណចំពោះការចូលរួមពិធីមង្គលការរបស់ពួកគេពេលនោះលោកជំមោក៏បាននិយាយប្រាប់ Inha ថាអបអរសាទរកូនប្រុសសម្លាញ់បន្ទាប់មកឃើញថា Heaven ក៏បានដើរទៅលើមុខចរាយន្តពេលនោះ Enchu ក៏បានមកដែរហើយ Enchu ក៏បាននិយាយប្រាប់ Heaven ថាឲ្យចូលចរាយន្តឡើងមកតែ Heaven គឺមិនព្រមចូលទេហើយ Enchu ក៏បានយករូបថតតាក់ទង Theo និង Heaven បានថាប់គ្នានៅកន្លែងនោះដើម្បីពមៀនទៅលើ Heaven
ពេលនោះ Heaven ក៏បានរើសរូបថតមកដើម្បីមើលពេលនោះឃើញថា Heaven មានការតក់ស្លុតខ្លាំងដែលមានឃើញរូបភាពតាក់ទងនឹងពួកគេទាំងពីរនាក់បានថើបគ្នានៅកន្លែងចាស់របស់ពួកគេទាំងពីរនាក់អញ្ចឹងហើយ Enju ក៏បានប្រមានឲ្យ Heaven ថាចូលមិនចូលពេលនោះ Heaven ក៏បានព្រមដើរចូលទៅលើចរាយន្តជាមួយនឹង Enju ទៅលុបប្រឡងឃើញថា Theo មានការប្រឡាក់ឈាមទៅលើអានឹងពេញហ្មងមិនដឹងថាមានរឿងអីកើតឡើងទេហើយ Theo ក៏បានងើបឡើងហើយក៏បានងាកទៅលើជុំវិញខ្លួនដោយឃើញថាខ្លួនកំពុងតែកាន់ទូលវីសម្យ៉ាងពេលនោះ Theo ក៏បានងាកទៅឃើញថា Enju ក៏បានស្លាប់ Enju ក៏បានស្លាប់ជាមួយនឹងស្រីកំណានរបស់ខ្លួនពេលនោះ Theo មានការតក់ស្លុតយ៉ាងខ្លាំងដោយមិនដឹងថាមានរឿងអីកើតឡើងចំពោះ Theo ពីយប់មិញទេដូច្នេះហើយភាគទី6របស់យើងបានបញ្ចប់ត្រឹមនឹងទៅមិនដឹងថាភាគទី7នឹងមានរឿងអ្វីកើតឡើងទេចាំមើលភាគបន្តអ្នកនរគ្នាហើយក៏សូមអរគុណដល់អ្នកនរគ្នាបានចំណាយពេលដ៏មានតម្លៃក្នុងការស្ដាប់ admin សម្រាយរឿងអ្នកនរគ្នាកុំភ្លេចជួយ subscribe ឆានែល admin មួយផងណា admin នឹងត្រឡប់ម្ដងទៀតនៅភាគទី7សូមអរគុណ